រឿងក្មេងស្រែនិងក្អមទឹកមានក្មេងប្រុសម្នាក់ដែលតែងតែជួយដងទឹកពីមាត់ស្ទឹងយកមកផ្ទះជារៀងរាល់ថ្ងៃដោយប្រើក្អមពីរចងភ្ជាប់នឹងឈើអម្រែកម្នាក់ម្ខាងក្អមទី1ជាក្អមថ្មីរឹងមាំនិងអាចផ្ទុកទឹកបានពេញជានិច្ចក្អមទី2ជាក្អមដែលមានស្នាមប្រេះបន្តិចបន្តួចនៅពេលដាំមកដល់ផ្ទះទឹកនៅក្នុងក្អមនេះតែងតែស្រកចេញអស់ពាក់កណ្ដាលអស់រយៈពេល2ឆ្នាំក្អមដែលមានស្នាមប្រេះមានអារម្មណ៍អន់ចិត្តនិងខ្មាស់អៀនខ្លាំងណាស់ព្រោះវាគិតថាខ្លួនឯងមិនអាចបំពេញតួនាទីបានល្អដូចក្អមថ្មីថ្ងៃមួយវាបាននិយាយទៅកាន់ក្មេងប្រុសថាខ្ញុំសុំទោសដែលខ្ញុំមានស្នាមប្រេះធ្វើឲ្យអ្នកដងទឹកបានត្រឹមតែពាក់កណ្ដាលមកផ្ទះក្មេងប្រុសញញឹមហើយឆ្លើយថាតើឯងមានចាប់អារម្មណ៍ទេថានៅតាមផ្លូវដែលឯងដើរកាត់មានផ្កាដុះយ៉ាងស្រស់ស្អាតតែម្ខាងនោះក៏ព្រោះតែខ្ញុំដឹងថាឯងមានស្នាមប្រេះទើបខ្ញុំព្រោះប្រពពូនផ្កានៅខាងដែលឯងនៅរាល់ថ្ងៃដែលយើងដើរមកផ្ទះគឺឯងនឹងហើយដែលជាអ្នកស្រោចទឹកឲ្យផ្កាទាំងនោះអត្ថន័យអប់រំនៃរឿងមនុស្សម្នាក់សុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួនប៉ុន្តែប្រសិនបើយើងចេះប្រើប្រាស់វាឲ្យចំគោលដៅនោះចំណុចខ្វះខាតទាំងនោះអាចនឹងក្លាយជាអ្វីដែលអស្ចារ្យបំផុត